về luôn đấy ô chào mày ớt bay hả rồi សួស្តីបងប្អូនអរគ្នាបាទដូចជាខានចេញ vlog យូរដែរហើយបងប្អូនបាទហើយថ្ងៃនេះបាទចេញ vlog មួយបាទកុំឲ្យបងប្អូនភ្លេចមុខបាទថ្ងៃនេះបាទចំណាយលុយ 170000 រៀលបាទដើម្បីទិញសំណាញ់យកមកវិនិយោគបាទមិនដឹងថាការចំណាយ 170000 រៀលយើងនេះបានត្រីប្រហែលគីឡូយកមកផ្ទះវិញទេបងប្អូនបាទដឹងចំណេញឬអត់ទេបងប្អូនបាទហើយនេះចាប់ផ្ដើមមុនដំបូងបងប្អូនការចាប់សំណាញ់ចាប់អីបងប្អូនបាទធ្វើដូចហុំហានដូចឯងចេះបងអញ្ចឹងបងប្អូនបាទតែធៀបពិតអត់ចេះទេបងប្អូនបាទគ្នា 3 4 នាក់បងប្អូនហើយអត់មានបណ្ណាគេចេះបងលេង ដឹងយើងចំណាយទុន 180,000 នេះបាទមានបណ្ណាគេចេះបងផងនឹងបានត្រីយកទៅហូបអត់ទេបងប្អូនមែនគ្នា 3 4 នាក់សប្រុសៗមានបណ្ណាគេចេះបងសំណាញ់លេងបងប្អូនហើយមែនឥឡូវចាប់ផ្ដើមរៀបចំហើយដើរមើលកន្លែងណាដែលវាផុសគឺយើងដាក់ឥឡូវយើងចាប់ដើមដែរបងប្អូនមើលវ៉ា ហើយយើងអត់ដែរបងបងប្អូនបាទយើងយកខ្លាំងទៅវាទៅជាអត់បែកវិញបងប្អូនបាទធ្លាប់កាលនៅតូចបាទធ្លាប់ដើរបងតាមវាលស្រែតាមអីពេលខែទឹកឡើងដែរបងប្អូនតែខានបងយូរទៅវាភ្លេចជីគុណអីចឹងបងប្អូនបាទហើយកន្លែងនេះថ្មីត្បិតតែអត់បងអត់បែកមែនបងប្អូនបាទប៉ុន្តែចូលដៃហ្នឹងបងប្អូនដៃ2ក្បាលបាទត្រីខ្មាន់2ក្បាលទៀតបាទ4ក្បាលបាទគឺទឹកដៃគ្រាន់បើដែរហ្នឹងឯងចូលហើយចូល nọ ấy chú bị bay không cho bị bay rồi bên tay ska thì thong á anh cho thong này trời ơi bồn bị bay cho mình tay ska miếng đá này bàn tay bay ồ đây đây cho bị giống này đây pi bay cái này nêu lại đây ô bạn bồn mà ហើយយើងចំតុក្រាន់បាទស្ទូចលេងបាទអាំងហូបបាយកកអាំងអីចឹងបងប្អូនបាទហើយដូចគេថាអញ្ចឹងចំត្រីតិចបានលុយតិចចំស្រីតិចអស់លុយច្រើនហើយចំស្រីច្រើនអស់លុយកាន់តែច្រើនទៀតតែបើត្រីចំច្រើនបានលុយច្រើនបាទប៉ុន្តែយើងចំនេះអត់មានចំលក់ចំអីទេបងប្អូនបាទចំតុក្រាន់ស្ទូចយកហូបយកអីទេបងប្អូនបាទ ហើយដូចបងប្អូនដឹងស្រាប់ហើយបាទហើយអាត្រីចិញ្ចឹមហ្នឹងបងប្អូនថ្មីត្បិតចិញ្ចឹមក្នុងស្រះមែនប៉ុន្តែចង់ហូបម្ដងវេទនាបងប្អូនបាទស្ទូចមិនចង់ស៊ីទេបងប្អូនបាទត្រីហ្នឹងដឹងជាមិនវាស្រះហ្នឹងមិនមែនអត់ត្រីបងប្អូនបាទត្រីដៃធំធំមួយស1គីឡូជាងទេបងប្អូនបាទប៉ុន្តែមកពីយើងបងអត់បែកបាទបើយើងបងបែកគឺបានត្រីហើយប៉ុន្តែយើងបងអត់បែកវាបងប្អូនឃើញក្នុងវីដេអូអញ្ចឹងម៉ែណាបងទៅសំណាញ់ទៅមួយដុំទៅអត់មានបែកមិនតិចផង ហើយឃើញគេបងអត់បែកឥឡូវសុំគេសាកទៀតបងប្អូនបង4 10សំណាញ់នៅតែអត់បែកទៀតបងប្អូនហើយមិនដឹងគេបងមិនបានបែកស្អាតម្លេះបងប្អូនហើយខ្ញុំបងទៅ1ម៉ែត្រ 4 ជ្រុងរៀនបងម្នាក់ 4 10 20សំណាញ់ហើយនៅតែអត់បែកទៀតបងប្អូនបងឡើងអស់កម្លាំងអាលីមិនមែនស្រាលបងប្អូនមកសំណាញ់ហ្នឹង6គីឡូជាងបងប្អូនបាទបន្ទាប់ពីបងហត់មានអីឥឡូវសម្រាប់ចិត្តថាយើងឈប់បងហើយបងប្អូនបាទបានតែប៉ុណ្្នឹងទេបងប្អូនបាទ ហើយពងរៀបចំទៅផ្ទះវិញហើយបងប្អូនបាទហើយត្រីដែលយើងរកបានបាទលទ្ធផលរបស់យើងបាទគឺបានបាទត្រីដែង3ក្បាលហើយត្រីឡាប់យ៉ាបាទបន្តិចបាទ 4 10 ក្បាលបាទហើយយើងយកមកផ្ទះវិញបងប្អូនបាទហើយនិយាយសរុបរួមទៅបាទគឺអត់រួចថ្លៃសំណាញ់ទេបងប្អូនបាទសំណាញ់ 170,000 បាទហើយត្រីបានតែប៉ុណ្្នឹងទេបាទគេបើទុកលុយអា 170,000 ហ្នឹងទិញសាច់គោបាន 4 5 គីឡូបាទហើយវីដេអូយើងមានតែប៉ុណ្្នឹងបងប្អូនបាទអរគុណច្រើន